ជំពូកទី1ប្រទេសកម្ពុជាសម័យអាណាព្យាបាលបារាំងផ្នែកទី1រជ្ជកាលលួងនរោត្តមចាប់ពីឆ្នាំ1860ដល់ឆ្នាំ1904វត្តមានបារាំងនៅកម្ពុជាចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី11ខែសីហាឆ្នាំ1863កាលនោះគឺសម័យលួងនរោត្តមបារាំងបានបញ្ចុះបញ្ចូលឲ្យស្ដេចខ្មែរអង្គនេះចុះហត្ថលេខាលើសន្ធិសញ្ញាមួយដែលមានឈ្មោះថាសន្ធិសញ្ញាអាណាព្យាបាលបារាំងតាមការពិតទំនាក់ទំនងរវាងបារាំងនិងខ្មែរមានតាំងពីឆ្នាំ1855គឺ2ឆ្នាំក្រោយពេលដែលព្រះមហាក្សត្រខ្មែរព្រះបាទអង្គឌួងបានផ្ញើសារលិខិតមួយចុះថ្ងៃទី14ខែមិថុនាឆ្នាំ1853ទៅព្រះចៅអធិរាជបារាំងណាប៉ូឡេអុងទី3ស្នើសុំឲ្យមកជួយធ្វើអន្តរាគមន៍រំដោះប្រទេសកម្ពុជាចេញពីការប្រទាញប្រទង់រវាងប្រទេសសៀមនិងប្រទេសវៀតណាមនៅឆ្នាំ1855ដើមម៉ុងទីញីការរដ្ឋធារីបារាំងទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅប្រទេសសៀមនិងសង្ហបុរីបានទទួលបញ្ជាពីទីក្រុងប៉ារីសឲ្យចុះហត្ថលេខាជាមួយខ្មែរទៅលើសន្ធិសញ្ញាមួយរួចមកតែសន្ធិសញ្ញាពាណិជ្ជកម្មនិងសម្ព័ន្ធភាពប៉ុណ្ណោះទាល់តែ8ឆ្នាំក្រោយពីនេះទើបបារាំងប្រកាសចូលជាផ្លូវការមកស្រុកខ្មែរគឺមួយឆ្នាំក្រោយពេលដែលបារាំងបានចូលមកកាន់កាប់ទឹកដីកូសាំងស៊ីនតាមរយៈសន្ធិសញ្ញាចុះថ្ងៃទី5ខែមិថុនាឆ្នាំ1862នៅខែកក្កដាឆ្នាំ1863ឧត្តមនាវីបារាំងDe la Grandilla ធ្វើដំណើរមកទីក្រុងឧដុង្គដើម្បីបញ្ចុះបញ្ចូលឲ្យស្ដេចខ្មែរនរោត្តមរំដោះប្រទេសកម្ពុជាឲ្យចេញផុតពីការរំលោភអធិបតេយ្យពីសំណាក់ប្រទេសសៀមស្ដេចនរោត្តមមានការអល់ឯកយ៉ាងខ្លាំងព្រោះណាមួយខ្លាចស្ដេចសៀមធ្វើទុកបុកម្នេញណាមួយខ្លាចបារាំងការពារស្រុកខ្មែរមិនបានហើយបណ្ដោយឲ្យប្រទេសវៀតណាមលេបទឹកដីព្រះអង្គទ្រង់ឆ្វេងយល់ថាការដែលព្រះបិតារបស់ព្រះអង្គតែងតែសង្ឃឹមទៅលើអន្តរាគមន៍របស់បារាំងដើម្បីរំដោះប្រទេសឲ្យផុតពីការបែងចែកទឹកដីខ្មែររវាងសៀមនិងយួនក៏ជាមធ្យោបាយមួយដែរប៉ុន្តែកាលពេលនោះបារាំងមិនទាន់ធ្វើអាណានិគមកិច្ចប្រទេសវៀតណាមនៅឡើយរីឯឆ្នាំ1863ស្ថានភាពខុសពីពេលមុនគឺថាបើគ្មានបង្អែកពីសៀមទេនោះយួនអាចនឹងយកទឹកដីខ្មែរបានដោយស្រួលតាមរយៈបារាំងម្យ៉ាងទៀតបារាំងក៏មានគោលដៅដាច់ឥទ្ធិពលសៀមចេញពីតំបន់ដែលគេបំរុងវៀតទីដែរពលគឺស្រុកខ្មែរនេះឯងនៅក្នុងន័យនេះបារាំងអាចយកស្រុកខ្មែរទៅបញ្ចូលជាមួយយួនតែម្ដងទោះជាយ៉ាងនេះក្តីនៅទីបំផុតនៅថ្ងៃទី11ខែសីហាឆ្នាំ1863ឡាក្រង់ឌីយ៉ាបានសម្រេចផែនការនេះដោយគោលបំណងមែនពេលដែលឡាក្រង់ឌីយ៉ាមកដល់ទីក្រុងឧដុង្គលើកទី1នៅខែកក្កដាឆ្នាំ1863ដដែលនោះគឺជាង1ឆ្នាំក្រោយមកលោក Duda de la Grey នៅខែមេសាឆ្នាំ1862ទេសាភិបាលបារាំង La Grandilla មានគោលដៅមួយរួចជាស្រេចគឺមិនឲ្យស្រុកខ្មែរធ្លាក់ទៅក្នុងរង្វង់ឥទ្ធិពលសៀមជាដាច់ខាតដោយហេតុថានៅពេលនោះប្រទេសអង់គ្លេសដែលជាគូប្រជែងរបស់គេបានដាក់ទីតាំងរបស់គេនៅស្រុកសៀមហើយបំរុងនិងពង្រីកឥទ្ធិពលរបស់គេនៅផ្នែកអាគ្នេយ៍ទៀតនេះជារឿងមួយដ៏សំខាន់ចំពោះបារាំងយោងទៅតាមសន្ធិសញ្ញាថ្ងៃទី11ខែសីហាឆ្នាំ1863នោះដែលមានជាច្រើនប្រការរាជាណាចក្រខ្មែរត្រូវប្រគល់សិទ្ធិសេរីភាពរបស់ខ្លួនជាច្រើនទៅឲ្យបារាំងខាងបារាំងវិញគេត្រូវមានភារកិច្ចការពារស្រុកខ្មែរកុំឲ្យប្រទេសក្រៅឈ្លានពានដែរប៉ុន្តែសន្ធិសញ្ញានោះក៏បានចែងផងដែរមិនឲ្យស្ដេចខ្មែរដាក់ការតាក់ទងរបស់ខ្លួនជាមួយប្រទេសណាទៀតទេបើគ្មានការយល់ព្រមពីបារាំងដើម្បីអនុវត្តសន្ធិសញ្ញានេះបារាំងដាក់រេស៊ីដង់ម្នាក់ឲ្យនៅប្រចាំការនៅប្រទេសកម្ពុជាហើយប្រទេសកម្ពុជាត្រូវដាក់អ្នកតំណាងរបស់ខ្លួនម្នាក់នៅសាយកនបន្ទាប់ពីបានចុះហត្ថលេខាទៅលើសន្ធិសញ្ញានេះស្ដេចនរោត្តមមានការបារម្ភយ៉ាងខ្លាំងដោយហេតុថាព្រះចៅអធិរាជបារាំងណាប៉ូឡេអុងទី3ពុំទាន់ឲ្យសច្ចាប័ននៅឡើយស្ដេចខ្មែររងចាំអស់រយៈពេលជាង2ខែហើយនៅថ្ងៃទី1ខែធ្នូឆ្នាំដដែលនោះដោយអស់សង្ឃឹមថាបារាំងអាចនឹងជួយបានព្រោះព្រះអង្គក៏សម្រេចចុះហត្ថលេខាទៅលើសន្ធិសញ្ញាជាមួយសៀមវិញសន្ធិសញ្ញានោះទទួលស្គាល់អាជ្ញានៃប្រទេសសៀមទៅលើប្រទេសកម្ពុជាប៉ុន្តែក្រោយមកនៅខែមិនិនាឆ្នាំ1864ព្រះចៅណាប៉ូឡេអុងទី3ក៏យល់ព្រមឲ្យសច្ចាប័នទៅលើសន្ធិសញ្ញាអាណាព្យាបាលបារាំង
នៅក្នុងស្ថានភាពប្រទាញប្រទង់គ្នាបែបនេះស្ដេចនរោត្តមពុំអាចបែរខ្នងដាក់សៀមបានឡើយពេលរាជាពិសេសលោកនរោត្តមជាផ្លូវការនៅថ្ងៃទី3ខែមិថុនាឆ្នាំ1864វត្តមានរបស់អ្នកតំណាងបារាំងមិនគ្រប់គ្រាន់ទេគឺត្រូវមានអ្នកតំណាងសៀមផងដែរបារាំងបានបង្ខំឲ្យលោកនរោត្តមបោះបង់សៀមចោលប៉ុន្តែក្សត្រខ្មែរអង្គនេះពុំហ៊ានទាល់តែ3ឆ្នាំក្រោយមកតាមរយៈសន្ធិសញ្ញាជាមួយសៀមចុះថ្ងៃទី15ខែកក្កដាឆ្នាំ1867ទើបបារាំងបង្ខំឲ្យសៀមបោះបង់ចោលមហិច្ឆតារបស់គេទៅលើស្រុកខ្មែរបាននៅក្នុងសន្ធិសញ្ញានោះសៀមទទួលស្គាល់អាណាព្យាបាលបារាំងទៅលើប្រទេសកម្ពុជាប៉ុន្តែបារាំងក៏ត្រូវសន្យាផងដែរថានឹងមិនបញ្ចូលស្រុកខ្មែរទៅក្នុងក្របខ័ណ្ឌនៃទឹកដីកូសាំងស៊ីនដែលបារាំងកាន់កាប់ឡើយសន្ធិសញ្ញានេះបានធ្វើឲ្យខ្មែរខាតបង់ខេត្តពីរគឺខេត្តបាត់ដំបងនិងសៀមរាបតាមការពិតរឿងនេះបណ្ដាលមកពីការធ្វេសប្រហែសតាមសភាពការមិនទាន់របស់ហិរៈធីរីបារាំងនៅទីក្រុងបាងកកដែលបានចុះហត្ថលេខាជាមួយសៀមទៅលើសន្ធិសញ្ញាមួយទៀតដែលទទួលស្គាល់ខេត្តខ្មែរទាំងពីរនេះជារបស់សៀមលោកនរោត្តមនិងលោករេស៊ីដង់បារាំងនៅប្រទេសកម្ពុជា Duda de la Grey មានការក្រេវក្រោធយ៉ាងខ្លាំងបារាំងនិងខ្មែរធ្វើការតស៊ូអស់រយៈពេលកន្លះសតវត្សទម្រាំទាមទារយកខេត្តទាំងពីរនេះបានមកវិញនៅក្នុងរយៈពេល90ឆ្នាំដែលបារាំងបានត្រួតត្រាស្រុកខ្មែរគឺពីឆ្នាំ1863ដល់ឆ្នាំ1953គេអាចធ្វើការបែងចែកជា3ដំណាក់កាលដំណាក់កាលទី1ពីឆ្នាំ1863ដល់ឆ្នាំ1884ដំណាក់កាលទី2ពីឆ្នាំ1884ដល់ឆ្នាំ1904ដំណាក់កាលទី3គិតពីឆ្នាំ1904ទៅនឹងពេលបានឯករាជ្យនៅឆ្នាំ1953នៅក្នុងដំណាក់កាលទី1បារាំងខិតខំពង្រឹងចំហរបស់លោកនរោត្តមនិងស្ថានភាពនៅក្នុងប្រទេសប៉ុន្តែស្រាប់តែនៅថ្ងៃទី17ខែមិថុនាឆ្នាំ1884ទេសាភិបាលបារាំងតុំសុនតម្រូវឲ្យមហាក្សត្រខ្មែរចុះហត្ថលេខាទៅលើអនុសញ្ញាមួយដែលដកហូតអំណាចទាំងអស់ពីព្រះអង្គហើយប្រគល់កិច្ចការដឹកនាំប្រទេសទៅឲ្យរេស៊ីដង់បារាំងតែម្ដងនៅពេលនោះបារាំងចង់កែតម្រង់ច្បាប់យកពន្ធគឺគេយកចំណូលពន្ធនោះទាំងអស់សម្រាប់ខ្លួនគេដោយសំអាងថាគេយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធមិនតែប៉ុណ្ណោះសោតគេចង់កែច្បាប់ស្តីពីកម្មសិទ្ធិដីធ្លីផងទៀតនៅក្នុងរបបរាជានិយមខ្មែរដីធ្លីទាំងអស់ជារបស់ស្ដេចប៉ុន្តែបារាំងចង់កែមកជារបស់បុគ្គលវិញតាមការពិតការដែលស្ដេចនិងពួកអភិជនមិនសប្បាយចិត្តគឺជារឿងដែលគេអាចយល់បានប៉ុន្តែការដែលប្រជានុរាស្ត្រមិនសប្បាយចិត្តដែរហើយនាំគ្នាបោះបោគឺមកពីបារាំងចង់យកច្បាប់កម្មសិទ្ធិឯកជនទៅធ្វើអាជីវកម្មរបស់ពួកគេផ្ទាល់តែម្ដងមួយវិញទៀតអនុសញ្ញានោះមានលក្ខណៈដូចអនុសញ្ញាដែលបារាំងតម្រូវឲ្យព្រះចៅអាណាមចុះហត្ថលេខាក្នុងពេលជាមួយគ្នានោះដែរតាំងពីពេលនោះមកហើយជាពិសេសចាប់តាំងពីឆ្នាំ1885ចលនាតស៊ូប្រឆាំងនឹងបារាំងកើតឡើងប្រងព្រាតនៅក្នុងប្រទេសដូចជាចលនារបស់អង្គស៊ីវត្ថាដែលជាប្អូនរបស់លោកនរោត្តមជាដើមរវាងឆ្នាំ1864ដល់ឆ្នាំ1867ចលនាពោកំបោរនិងចលនារបស់អាចារ្យសួរជាដើមបានធ្វើឲ្យបារាំងមានការផិតភ័យម្ដងរួចមកហើយតាំងពីមានមហាកុបកម្មនាឆ្នាំ1885នោះមកលោកនរោត្តមក៏ឈប់ធ្វើសហការជាមួយបារាំងការបោះបោនោះមានទ្រង់ទ្រាយដ៏ធំសម្បើមហើយបង្កឡើងនៅបរិយាកាសអសន្តិសុខនៅក្នុងទូទាំងប្រទេសបារាំងបានធ្វើការបង្ក្រាបយ៉ាងខ្លាំងក្លាប៉ុន្តែមិនបានសម្រេចហើយបារាំងចំនួនជាច្រើនពាន់នាក់បានបាត់បង់ជីវិតនៅឆ្នាំ1886លោកនរោត្តមដែលចាប់ផ្ដើមអារម្មណ៍ខ្លាចអង្គស៊ីវត្ថាជាប្អូនវាយកអំណាចក៏អែបបារាំងវិញហើយនៅខែមិថុនាក៏សម្រេចបញ្ចប់ការបោះបោរនៅក្នុងប្រទេសដើម្បីបន្ធូរបន្ថយបរិយាកាសដ៏តានតឹងនេះនៅខែមករាឆ្នាំ1887បារាំងបានកែប្រែអនុសញ្ញាចុះថ្ងៃទី17មិថុនាឆ្នាំ1884តាមការពិតបារាំងគ្រាន់តែដោះដៃមួយរយៈពេលសិនប៉ុណ្ណោះទម្រាំស្ថានភាពបានធូរស្រាលគេនឹងគិតគូររៀបចំពង្រឹងអំណាចរបស់គេឡើងវិញគេអាចនិយាយបានថាលោកនរោត្តមមិនយល់ពីគោលបំណងមិនល្អរបស់អាណានិគមបារាំងទេការបែកបាក់កម្លាំងនៅចំពោះមុខបរទេសគឺជាការបើកផ្លូវសម្រាប់ឲ្យបរទេសគ្រប់គ្រងតែប៉ុណ្ណោះនៅឆ្នាំ1897បារាំងបានបង្ខំស្ដេចខ្មែរឲ្យចុះហត្ថលេខាទៅលើអនុសញ្ញាមួយទៀតដែលប្រគល់សិទ្ធិគ្រប់គ្រងប្រទេសកម្ពុជាទាំងអស់ទៅឲ្យបារាំងដំណាក់កាលទី3ចាប់ផ្ដើមពីរជ្ជកាលលួងស៊ីសុវត្ថិគឺនៅឆ្នាំ1906
នៅក្នុងដំណាក់កាលនេះដែលលួងស៊ីសវ័តធ្វើសហការជិតស្និទ្ធជាមួយបារាំងប្រទេសកម្ពុជាប្រែក្លាយខ្លួនបន្តិចម្ដងទៅជាប្រទេសមួយដែលបោះជំហានសន្សឹមពោះទៅរកភាពសម័យទំនើបប៉ុន្តែមិនយូរប៉ុន្មានដោយមានទំនាស់រវាងវប្បធម៌ទាំងពីរគឺច្បាប់បារាំងនិងរបៀបរស់នៅរបស់ខ្មែរចលនាតស៊ូក៏កើតឡើងជាបន្តបន្ទាប់សឹងតែពេញមួយចំហៀងនគរ